មូសាស៊ីចងចាំពីពេលដែលកូជីរ៉ូប្រើក្បាច់នេះទល់នឹងគាត់ផូសេដុនដើរទៅរកកូជីរ៉ូហើយចាប់ផ្ដើមចាក់លំពែងរបស់គាត់ជាមួយនឹងល្បឿនយ៉ាងលឿនប៉ុន្តែកូជីរ៉ូនៅតែអាចគេចផុតពីការវាយផារបស់គាត់ហៀលដាដឹងថាកូជីរ៉ូមិនមានថាមពលដោយអាដាមទេប៉ុន្តែកូជីរ៉ូបានវិភាគផូសេដុនតាំងពីមុនពេលការប្រយុទ្ធរបស់ពួកគេចាប់ផ្ដើមហើយកូជីរ៉ូបានប្រយុទ្ធជាមួយផូសេដុននៅក្នុងចិត្តរបស់គាត់ជាច្រើនដងរាប់មិនអស់ដូច្នេះកូជីរ៉ូដឹងពីរបៀបទប់ទល់ពីការវាយផារបស់ផូសេដុនប៉ុន្តែផូសេដុនស្រាប់តែហួចភ្លេងមួយមុនពេលស្ទុះទៅវាយផាកូជីរ៉ូជាមួយនឹងល្បឿនយ៉ាងលឿនហើយគាត់ក៏អាចចាក់ត្រូវកូជីរ៉ូបានព្រះអបអរផូសេដុនប៉ុន្តែពួកគេក៏ឈប់នៅពេលដែលពួកគេដឹងថាគាត់កំពុងតែធុញហើយកូជីរ៉ូសួរផូសេដុនថាហេតុអ្វីបានជាគាត់មិនចង់ឲ្យមិត្តរបស់គាត់អបអរគាត់ដូច្នេះផូសេដុនក៏បញ្យល់ថាព្រះមិនត្រូវការមិត្តទេព្រោះពួកគេជាបុគ្គលល្អឥតខ្ចោះរួចទៅហើយដែលអាចធ្វើគ្រប់យ៉ាងតែម្នាក់ឯងបានប៉ុន្តែកូជីរ៉ូប្រាប់គាត់ថាអត្តភាពរបស់ពួកគេគឺគួរឲ្យអាណិតណាស់ដូច្នេះផូសេដុនក៏ខឹងហើយបញ្ចេញការវាយប្រហារដ៏សាហាវទៅលើកូជីរ៉ូដែលកូជីរ៉ូអាចរារាំងការវាយប្រហារទាំងអស់របស់ផូសេដុនខណៈពេលដែលកូជីរ៉ូបន្តវិវត្តនៅក្នុងអំឡុងពេលប្រយុទ្ធគ្នានោះកូជីរ៉ូព្យាយាមកាប់ផូសេដុនប៉ុន្តែផូសេដុនស្រាប់តែបាត់ខ្លួនហើយប្រើលំពែងរបស់គាត់ដើម្បីបំបាក់ដាវរបស់កូជីរ៉ូបាក់ជាពីរដូច្នេះគ្រប់គ្នាក៏គិតថាវាចប់ហើយសម្រាប់កូជីរ៉ូកូជីរ៉ូពិចារណាសុំចោះចាញ់ប៉ុន្តែគាត់ដឹងថាគាត់មិនអាចធ្វើបែបនោះបានទេហើយគាត់នឹកឃើញពីការប្រយុទ្ធរបស់គាត់ជាមួយនឹងមូសាស៊ីយើងដឹងថារឿងរ៉ាវនៅពីក្រោយការប្រយុទ្ធរបស់ពួកគេមិនត្រឹមត្រូវទេពីព្រោះវាត្រូវបានសរសេរ150ឆ្នាំបន្ទាប់ពីការប្រយុទ្ធនោះហើយការពិតគឺថាកូជីរ៉ូបានគិតអំពីការសុំចោះចាញ់ប៉ុន្តែគាត់បានសម្រេចចិត្តប្រយុទ្ធរហូតដល់ទីបញ្ចប់ព្រោះគាត់ដឹងថាគាត់នឹងសោកស្ដាយដែលបានសុំចោះចាញ់ខណៈពេលដែលគាត់កំពុងតែសប្បាយមូសាស៊ីដឹងថាគាត់ត្រៀមខ្លួនស្លាប់រួចហើយដូច្នេះគាត់ក៏តាំងចិត្តហើយត្រៀមប្រយុទ្ធជាមួយកូជីរ៉ូរហូតដល់ស្លាប់ពួកគេបន្តវាយប្រហារគ្នាខណៈដែលពួកគេទាំងពីររីករាយនឹងការប្រយុទ្ធនេះហើយកូជីរ៉ូក៏អាចកាប់ត្រូវមុខរបស់មូសាស៊ីម្ដងទៀតប៉ុន្តែមូសាស៊ីក្រោកឡើងវិញភ្លាមៗហើយគាត់ក៏បានបញ្ចេញក្បាច់សម្លាប់ខណៈដែលកូជីរ៉ូដឹងថាវាជាទីបញ្ចប់សម្រាប់គាត់ហើយត្រឡប់មកបច្ចុប្បន្នវិញកូជីរ៉ូរើសដាវទាំងពីរកំណាត់របស់គាត់ហើយគាត់បញ្ជាក់ថាគាត់នឹងមិនចាញ់ផូសេដុនឡើយព្រោះផូសេដុនមិនដឹងថាការចាញ់មានរសជាតិយ៉ាងណានោះទេដាវទាំងពីរកំណាត់របស់គាត់ចាប់ផ្ដើមបញ្ចេញពន្លឺខណៈដែល Reese ប្រើបច្ចេកទេស Divine Tracer Forge ហើយនាងក៏ប្រែក្លាយទៅជាដាវពីរផ្សេងគ្នាគាត់ឆ្ងល់ថាតើ Reese អាចធ្វើបែបនេះបានដោយរបៀបណាដូច្នេះ Hilda ក៏រំលឹកនាងថា Reese មានបុគ្គលិកលក្ខណៈពីរហើយនាងគឺជា Valkyrie តែម្នាក់គត់ដែលមានថាមពលពីរនៅក្នុងខ្លួនរបស់នាងគាត់គិតថា Hilda បានទាយដឹងថាដាវរបស់កូជីរ៉ូនឹងបាក់ដូច្នេះនាងបានជ្រើសរើស Reese ឲ្យរួមបញ្ចូលជាមួយគាត់ប៉ុន្តែ Hilda បង្ហាញថាពួកគេគ្រាន់តែមានសំណាងប៉ុណ្ណោះផូសេដុនចាប់ផ្ដើមវាយប្រហារកូជីរ៉ូម្ដងទៀតប៉ុន្តែកូជីរ៉ូបានរារាំងការវាយប្រហារនោះហើយស្ទុះទៅមុខខណៈដែលគាត់ចម្លងក្បាច់របស់អ្នកគុនដាវទាំងអស់ដែលបានឈ្នះគាត់ព្រះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលកូជីរ៉ូចាប់ផ្ដើមកាប់ត្រូវផូសេដុនដែលផូសេដុនព្យាយាមចាក់កូជីរ៉ូម្ដងទៀតប៉ុន្តែកូជីរ៉ូបានរារាំងការវាយប្រហារនោះដោយប្រើក្បាច់របស់មូសាស៊ីគ្រប់គ្នាដឹងថាកូជីរ៉ូអាចធ្វើឲ្យផូសេដុនរបួសបានដូច្នេះមនុស្សក៏ចាប់ផ្ដើមស្រែកអបអរឲ្យកូជីរ៉ូប៉ុន្តែផូសេដុនស្រាប់តែហួចម្ដងទៀតហើយប្រើឈាមរបស់គាត់ដើម្បីច្បូតសក់របស់គាត់ឡើងទៅលើផូសេដុនសម្រេចចិត្តប្រយុទ្ធពេញទំហឹងដែលបានកាប់ត្រូវកូជីរ៉ូចំស្មាភ្លាមដូច្នេះកូជីរ៉ូក៏ប្រើសមត្ថភាពរបស់គាត់ដើម្បីវិភាគវាប៉ុន្តែគាត់នៅតែពិបាកទប់ស្កាត់វាព្រោះគាត់មិនអាចតាមទាន់ល្បឿនរបស់ផូសេដុនបានហើយផូសេដុនប្រើក្បាច់ចុងក្រោយរបស់គាត់ដើម្បីវាយប្រហារកូជីរ៉ូពីគ្រប់ទិសទីខណៈពេលដែលកូជីរ៉ូរារាំងការវាយប្រហារនោះគាត់ចាប់ផ្ដើមឆ្ងល់ថាតើគាត់អាចឈ្នះបានឬអត់ប៉ុន្តែគាត់ចងចាំពីអ្នកគុនដាវទាំងអស់ដែលបានយកឈ្នះគាត់ហើយគាត់ក៏លើពួកគេស្រែកអបអរឲ្យគាត់ដូច្នេះគាត់ក៏មានអារម្មណ៍ជំរុញចិត្តហើយមិនព្រមចោះចាញ់ឡើយគាត់ហូរឈាមខណៈដែលផូសេដុនបន្តចាក់គាត់ម្ដងហើយម្ដងទៀតប៉ុន្តែគាត់អាចទប់ស្កាត់ការវាយប្រហារមួយបានហើយបញ្ជាក់ថាសូម្បីតែអ្នកចាញ់ដូចជាគាត់ក៏ចង់ឈ្នះដែរកូជីរ៉ូទទួលបានសមត្ថភាពក្នុងការដឹងអំពីការបង្កើតឡើងទាំងអស់ដែលអនុញ្ញាតឲ្យគាត់ប្រើធាតុនានានៅក្នុងលំហអាកាសដើម្បីទូទាយក្បាច់របស់គូប្រជែងរបស់គាត់ហើយគាត់ក៏ប្រើវាដើម្បីគេចពីការវាយប្រហាររបស់ផូសេដុនព្រះមានការភ្ញាក់ផ្អើលពេលពួកគេដឹងថាកូជីរ៉ូកំពុងអានក្បាច់ទាំងអស់របស់ផូសេដុនហើយកូជីរ៉ូបានលោតទៅរកផូសេដុនដូច្នេះផូសេដុនក៏តម្រង់ទៅរកបេះដូងរបស់កូជីរ៉ូប៉ុន្តែកូជីរ៉ូបានកាត់ដៃរបស់ផូសេដុនចោលហើយផូសេដុនក៏ព្យាយាមវាយបកវិញប៉ុន្តែព្រះចាប់ផ្ដើមញ័រនៅពេលដែលកូជីរ៉ូកាត់ផូសេដុនដាច់ជីវអំណាចមនុស្សអបអរជ័យជំនះលើកដំបូងរបស់ពួកគេប្រឆាំងនឹងព្រះហើយហេមដលប្រកាសថាកូជីរ៉ូជាអ្នកឈ្នះប៉ុន្តែព្រះទាំងអស់មិនសប្បាយចិត្តទេដែលព្រះដ៏គួរឲ្យខ្លាចបំផុតរបស់ពួកគេបានចាញ់កូជីរ៉ូរៀបនឹងដួលប៉ុន្តែ Reese ប្រាប់គាត់ឲ្យតាំងស្មារតីហើយគាត់អរគុណនាងដែលបានជួយគាត់ឲ្យឈ្នះការប្រយុទ្ធពួកគេចាក់ចេញពីសង្វៀនជាមួយគ្នាហើយក៏សប្បាយចិត្តដែលពួកគេបានឈ្នះព្រះប៉ុន្តែ Hilda រំលឹកគាត់ថាវាមិនទាន់ចប់នៅឡើយទេព្រោះពួកគេត្រូវការឈ្នះ6ដងទៀតបន្ទាប់ពីនោះព្រះក៏បានជួបជុំគ្នានៅក្នុងបន្ទប់របស់ស៊ូជាកន្លែងដែលពួកគេវិភាគសាគ្នាអំពីរឿងដែលមនុស្សបានយកឈ្នះផូសេដុនហើយស្ទើរតែអាចឈ្នះពីជុំដំបូងដូច្នេះស៊ូក៏និយាយថាពួកគេត្រូវតែទទួលស្គាល់ថាមនុស្សខ្លាំងហើយចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះរ៉ាក់ណារ៉ុកព្រោះ Hilda សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីឈ្នះពួកគេខណៈពេលដែល Hilda និង Gol កំពុងតែពិចារណាអំពីការប្រកួតបន្ទាប់ពួកគេបានដឹងថាព្រះនឹងបញ្ជូន Hercules មកជាតំណាង
ទោះបីជាពួកគេនៅខាងផ្សេងគ្នាក៏ដោយតែពួកគេ